ចាជំរាបសួរកូនទាំងអស់គ្នាសុខសប្បាយអរគុណចាអរគុណព្រះសម្រាប់ថ្ងៃថ្មីដែលកូនទាំងអស់គ្នាបានជាមួយអ្នកគ្រូសាជាថ្មីចាអញ្ចឹងថ្ងៃនេះអ្នកគ្រូមានមេរៀនមួយគឺភាសាខ្មែរចាមេរៀនគឺមេរៀនទី31ថ្ងៃនេះយើងរៀនអំពីគុណនិយមហើយដកស្រង់ពីទំព័រ64ចាអញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងបង្រៀនកូនពីបច្ចេកទេសនៃបង្រៀនអំពីគុណនិយមតអញ្ចឹងអ្នកគ្រូមានឧទាហរណ៍ចំនួន2ចា1តាវីជាសិស្សឧស្សាហ៍2នាងមានរាងខ្ពស់សម្បុរខ្មៅហើយសក់វែងអញ្ចឹងយើងមើលពាក្យឧស្សាហ៍នេះគុណមើលចាអញ្ចឹងពាក្យឧស្សាហ៍នេះគឺបញ្ជាក់លក្ខណៈឲ្យសិស្សថាសិស្សនឹងអីឧស្សាហ៍ចាឥឡូវយើងមើលទី2នាងមានរាងខ្ពស់អញ្ចឹងខ្ពស់នេះគឺបញ្ជាក់លក្ខណៈឲ្យរាងនេះចាឲ្យរាងមិនរាងខ្ពស់ចារីឯខ្មៅគឺបញ្ជាក់លក្ខណៈឲ្យពាក្យថាសម្បុរចាសម្បុរមិនសម្បុរខ្មៅក៏សម្បុរសអញ្ចឹងសម្បុរខ្មៅចាខ្មៅគឺបញ្ជាក់លក្ខណៈឲ្យពាក្យថាសម្បុរហើយសក់វែងអញ្ចឹងពាក្យវែងនេះគឺបញ្ជាក់លក្ខណៈឲ្យសក់ថាសក់ហ្នឹងខ្លីឬក៏វែងចាអញ្ចឹងនិយមន័យរបស់គុណនាមតោះសូមកូនទាំងអស់គ្នាមើលទាំងអស់គ្នាចាអាចអានជាមួយអ្នកគ្រូទាំងអស់គ្នាចាគុណនាមជាពាក្យសំដែងលក្ខណៈរបស់នាមគុណនាមស្ថិតនៅខាងស្ដាំនាមចាសូមអានម្ដងទៀតចាគុណនាមជាពាក្យសំដែងលក្ខណៈរបស់នាមគុណនាមស្ថិតនៅខាងស្ដាំនាមចាអញ្ចឹងយើងមើលពីខាងលើចឹងសិស្សថ្នាក់ពាក្យជាអីកូនចាជានាមរៀនក៏ថ្នាក់ពាក្យជានាមហើយសម្បុរថ្នាក់ពាក្យក៏ជានាមសក់ក៏ជានាមអញ្ចឹងពាក្យដែលបញ្ជាក់លក្ខណៈរបស់នាមនេះគឺមានពាក្យឧស្សាហ៍ខ្ពស់ខ្មៅហើយវែងចាវាជាពាក្យដែលបញ្ជាក់លក្ខណៈឲ្យនាមហើយវាស្ថិតនៅខាងណានាមដែរគាត់គឺវាស្ថិតនៅខាងស្ដាំនាមចាមើលវាគឺនៅខាងស្ដាំឧស្សាហ៍នៅខាងស្ដាំនាមនិស្សិតហើយខ្ពស់គឺនៅខាងស្ដាំពាក្យថារៀងហើយខ្មៅនៅខាងស្ដាំពាក្យថាសម្បុរហើយវែងគឺនៅខាងស្ដាំនៃពាក្យថាសក់ចាអញ្ចឹងមេរៀននេះចាប់តែប៉ុណ្ណឹងហើយអ្នកគ្រូសង្ឃឹមថាកូនទៅផ្ទះវិញនឹងអាចរកពាក្យដែលជាគុណនាមឲ្យបានច្រើនជាងនឹងហើយបើមានចម្ងល់កូនអាចមកសាលាសួរអ្នកគ្រូបានចាអញ្ចឹងអរគុណច្រើនហើយសូមព្រះអង្គទានពរកូនទាំងអស់គ្នា